ចាជំរាបសួរបងប្អូនចាបន្ទាប់ពីយើងធ្វើសម្បកភាសាហើយយើងដុតនំភាសាបន្តទៀតរបៀបនៃការធ្វើមានដូចជាចាទឹកជ្រលក់ដែលនាងខ្ញុំបានបង្ហាញបងប្អូនចាបង្ហាញបងប្អូនហ្នឹងរបៀបនៃការធ្វើទឹកជ្រលក់ដែលលាបក្រោមលាបពីលើភាសាយើងសម្បកភាសាយើងហ្នឹងចាយើងលាបឲ្យវាបានស្អាតទៅចាឲ្យវាជុំទាំងអស់ជាមួយនឹងសាច់ម្សៅសម្បកពិសារបស់យើងអញ្ចឹងណាចាហើយលាបឲ្យស្មើទាំងអស់អញ្ចឹងណាបងប្អូនហើយទឹកជ្រលក់ហ្នឹងលាយជាមួយនឹងម៉ាញ់ចាណេសតិចណាបងប្អូនចាឲ្យមានរសជាតិឆ្ងាញ់តែយើងឆាទឹកវិញប៉ោះហើយនឹងទឹកម្ទេសហើយឆារួចហើយយើងដាក់ម៉ាញ់ចាណេសចូលដើម្បីលាបពីក្រោមបន្តមកយើងក៏មានជីយើងរោយជីពីក្រោមបន្តិចទៅចារោយជីពីក្រោមបន្តិចដើម្បីឲ្យវាមានជាតិជីហើយនឹងជាប់ជាមួយនឹងគ្រឿងផ្សំដែលយើងបានដាក់មានដូចជាបន្លែចាមានម្នាស់ម្ទេសប្លោកខ្ទឹមក្រហមខ្ទឹមក្រហមខ្ទឹមបារាំងហើយនឹងផ្សិតចាផ្សិតហើយនឹងគ្រាប់អូលីវហើយនឹងពោតចំណង់ចំណូលចិត្តបងប្អូនចង់បានបន្លែប្រភេទយ៉ាងម៉េចបងប្អូនអាចដាក់ទៅតាមនឹងបានបងប្អូនដាក់ជាប្រភេទគ្រឿងសមុទ្រក៏បានដែរតែនាងខ្ញុំចូលចិត្តបន្លែនាងខ្ញុំដាក់បន្លែចាមានពេញប៉ោះមានអីចឹងណាបងប្អូនចាហើយបងប្អូនជួយ like ជួយ share នាងខ្ញុំផងដើម្បីឲ្យមានកម្លាំងចិត្តក្នុងការធ្វើវីដេអូជូនបងប្អូនបន្តទៀតចឹងណាចានាងខ្ញុំធ្វើវីដេអូដើម្បីបង្ហាញចែកម្លែកឲ្យបងប្អូនព្រោះអីនាងខ្ញុំបានចំណេះដឹងផ្ទាល់មកពីសាលាតែម្ដងណាបងប្អូនអញ្ចឹងបងប្អូនអាចរៀនធ្វើតាមបានចាហើយបន្ទាប់មកយើងដាក់បន្លែរួចយើងដាក់ផ្សិតកំប៉ុងណាបងប្អូនចាខ្ញុំដាក់ផ្សិតកំប៉ុងរៀបវាអញ្ចឹងមកចាហើយពិសានេះពិតជាឈ្ងុយឆ្ងាញ់មែនតើបងប្អូនសម្រាប់ក្រុមគ្រួសារយើងជាជាងយើងទិញគេបងប្អូនអាចមើលវីដេអូនេះយកទៅរៀនតាមបានណាបងប្អូនណាចាដូចគ្នាបងប្អូនឆ្ងាញ់ខ្លាំងមែនតើហើយខ្ញុំប្រាប់ពីរបៀបនៃការធ្វើសម្បកពិសាហើយនឹងពិសាហ្នឹងចាជូនបងប្អូនដើម្បីយកទៅធ្វើបាននៅតាមផ្ទះដើម្បីឲ្យកូនញ៉ាំនិងក្រុមគ្រួសារយើងអញ្ចឹងណាចាបន្ទាប់មកនាងខ្ញុំក៏ដាក់អូលីវចាគ្រាប់អូលីវយើងហ្នឹងណាបងប្អូនអាចទៅទិញនៅតាមម៉ាតក៏បានដែរបងប្អូនគេមានកាត់ប្រទេសជាស្រេចវាមានជាដបកំប៉ុងអីចឹងណាបងប្អូនចាយើងយកមកយើងអាចតុបតែងលម្អពិសារបស់យើងឲ្យកាន់តែមានសោភ័ណភាពនិងឈ្ងុយឆ្ងាញ់មែនតើចាបានបន្លែច្រើនមុខដែរហើយប្រេងអូលីវនោះមានសារៈសំខាន់ខ្លាំងមែនតើចាបងប្អូនអាចទទួលទានបានបន្ទាប់មកនាងខ្ញុំក៏ដាក់ពោតចាពោតក្រហមយើងហ្នឹងចាបងប្អូនពោតហ្នឹងបងប្អូនយកវាទៅស្រុះតែបើបងប្អូនចង់បានពោតកំប៉ុងក៏បានដែរបងប្អូនដាក់ពោតកំប៉ុងក៏បានដែរតែនាងខ្ញុំយកពោតស្រស់យើងហ្នឹងយកទៅស្រស់វាបន្ថែមទៀតដើម្បីវាឆ្អិនចាបន្លែក៏ឆ្អិនដែរណាបងប្អូនចាបន្លែក៏ឆ្អិនដែរហើយបន្ទាប់មកនាងខ្ញុំក៏ដាក់ hot dog ចូលចាយើងតុបតែងទៅបងប្អូនចង់បានម៉ូដយ៉ាងម៉េចក៏បានដែរចាតុបតែងទៅតាមការតុបតែងបងប្អូនគិតថាវាស្អាតចាហើយសម្បកពិសាហ្នឹងគឺនាងខ្ញុំការខ្ញុំធ្វើសម្បកពិសាហ្នឹងគឺប្រភេទសម្បកពិសាស្រួយណាបងប្អូនចាវាប្រភេទសាច់ស្ដើងស្រួយចាយើងញ៉ាំទៅមានរសជាតិឆ្ងាញ់ហើយស្រួយច្រប់ឆ្ងាញ់មែនតើណាបងប្អូនចាហើយបងប្អូនចូលរួមទស្សនាការធ្វើវីដេអូរបស់នាងខ្ញុំប
បន្តជួយ like ជួយ share ទាំងអស់គ្នាផងណាបងប្អូនណាចាហើយអូឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយនាងខ្ញុំធ្វើរហូតទៅដល់4បន្ទះធំហ្នឹងបងប្អូនចាកូនញ៉ាំឆ្ងាញ់គាត់ថាគាត់ញ៉ាំឆ្អែតខ្លាំងមែនតើបើសិនតែយើងទៅទិញគេក៏មិនជាថោកប្រហែលដែរអញ្ចឹងបងប្អូនអាចមើលការធ្វើរបស់នាងខ្ញុំបានហើយនឹងយកទៅរៀនតាមទៅបងប្អូនណាចាហើយវាចំណេញថវិកាបានច្រើនខ្លាំងមែនតើណាបងប្អូនចាហើយយើងតុបតែងអញ្ចឹងទៅស្អាតខ្លាំងចាហើយបន្ទាប់មកនាងខ្ញុំក៏ដាក់សាច់ក្តាមចូលចាបន្ទាប់មកដាក់សាច់ក្តាមចូលដើម្បីតុបតែងបន្ថែមទៀតអញ្ចឹងណាចាឲ្យមានរឹតតែមានរសជាតិឆ្ងាញ់ខ្លាំងចាហើយដាក់សាច់ក្តាមហើយបងប្អូននឹងដាក់ជីចូលពីលើទៀតជាការស្រេចតែម្ដងចាហើយនេះខ្ញុំនឹងព្យាយាមចែកម្លែកនៅនំផ្សេងទៀតមិនមែនថាជាប្រភេទតែភីសាមួយទេចារបៀបធ្វើនំភីសាសបកហើយនឹងការតុបតែងភីសាហើយនឹងធ្វើទឹកជ្រលក់ហើយនឹងនំផ្សេងទៀតដូចជានំ muffin ឆូកូឡេតនំប៉័ងសាបនំប៉័ងផ្អែមនំដូណាត់ហើយនឹងនំផ្សេងទៀតតែនេះខ្ញុំរៀនចេះបានច្រើនដែរនឹងព្យាយាមចែកម្លែកជូនទៅបងប្អូនដើម្បីឲ្យបងប្អូននៅផ្ទះឬក៏ចង់បើអាជីវកម្មអីក៏អាចមើលតាមវីដេអូនេះខ្ញុំបានចាព្រោះនេះខ្ញុំក៏រៀនមានគ្រូអីនៅសាលាដែរណាបងប្អូនចាហើយបងប្អូនជួយ like ជួយ share ទាំងអស់គ្នាផងចាបងប្អូនចូលចិត្តឈីបងប្អូនដាក់ឈីច្រើនទៅចាហើយនេះខ្ញុំធ្វើ4ប្រទេសធំអញ្ចឹងនៅស្ទើរជីដែរអញ្ចឹងខ្ញុំនឹងទុកជីខ្លះហើយនឹងបន្តការទិញជីថែមទៀតព្រោះឲ្យវាអត់ក្រាន់ចាហ្នឹងហើយបងប្អូនទស្សនាទៅតែក៏សូមអរគុណបងប្អូនដែរសម្រាប់ការទស្សនាវីដេអូនេះខ្ញុំដើម្បីលើកទឹកចិត្តនាងខ្ញុំបងប្អូនជួយ like ជួយ share ណាចាហើយវាពិតជាមានសម្ព័ន្ធភាពស្អាតមែនតើចារូបរាងស្អាតហើយខ្ញុំក៏ដាក់ដុតវាប្រហែលជា6នាទីណាបងប្អូនចាបងប្អូនមើលទៅកុំឲ្យវាខ្លោចណាបងប្អូនណាចាហើយស្អាតខ្លាំងមែនតើសម្ព័ន្ធភាពស្អាតចាអរគុណច្រើនសម្រាប់ការទស្សនាបានលទ្ធផលហើយណាបងប្អូនឆ្ងាញ់ទាំងអស់គ្នាអរគុណច្រើន